សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត email ដល់ខ្លួនឯងនៅឆ្នាំ2026អញ្ចឹងជាដំបូងយើងត្រូវមានemail Gmail អញ្ចឹងដោយសារខ្ញុំមានហើយស្រាប់នៅក្នុងទូរស័ព្ទតែបើសិនជាបងប្អូនអត់ទាន់មានទេយើងអាចចូលទៅកាន់App Storeហើយយើងសេចពាក្យថា Gmail ចឹងយើងនឹងឃើញនៅលើគេហើយបន្តមកយើងអុសមកក្រោមមកហើយយើងឃើញពាក្យថា Gmail ឬក៏ Email by Google ដោយសារខ្ញុំមានហើយអញ្ចឹងខ្ញុំមិនបាច់ download ទេប៉ុន្តែអ្នកទាំងអស់គ្នាគ្រាន់តែចុចពាក្យថា download មកហើយឥឡូវខ្ញុំបើកវាដើម្បីយើងទៅកាត់Gmail ទាំងអស់គ្នាចឹងនៅកន្លែងនេះបើសិនជាយើងទៅប download ថ្មីវាអត់មានពាក្យថាវាអត់មាន account ទេអញ្ចឹងយើងត្រូវចុចពាក្យថា sign in នៅខាងក្រោមហើយកន្លែងនេះវាមានច្រើនទីមួយទាក់ទងទៅនឹងGoogle iCloud Outlook Microsoft 365 Yahoo ឬក៏កម្មវិធីផ្សេងៗទៀតតែប៉ុន្តែនៅចំណុចនេះគឺយើងធ្វើទៅលើ Google អញ្ចឹងយើងចុចពាក្យថា Google ហើយយើង continue មកនេះកន្លែងនេះអញ្ចឹងយើងគេសួរថាឲ្យយើង sign in ប៉ុន្តែដោយសារយើងអត់មាន account ទេយើងត្រូវបង្កើតថ្មីអញ្ចឹងយើងយកពាក្យថា create account អញ្ចឹងត្រង់ចំណុចនេះគេសួរថាយើងបង្កើតដើម្បីអីគេដើម្បីbusiness ឬក៏ដើម្បី personal ប្រើប្រាស់ការប្រើប្រាស់ផ្ទាល់ខ្លួនអញ្ចឹងដោយសារតែយើងបង្កើតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនខ្ញុំចុចពាក្យថា for my personal use អូខេត្រង់ចំណុចនេះយើងដាក់ឈ្មោះមកអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះថាសេឡាអ្នកនរគ្នាដាក់ឈ្មោះអីដែលអ្នកឈ្មោះពិតរបស់អ្នកនរគ្នាមកឬក៏អ្នកនរគ្នាស្រឡាញ់ឈ្មោះណាអាចដាក់បានសេឡាហើយ surname នេះគឺជាឈ្មោះឪពុកខ្ញុំដាក់ថាសេឡាឧត្តមខ្ញុំបានអញ្ចឹងចុះសេឡាឧត្តមអូខេអញ្ចឹងបន្តមកយើងចុចពាក្យថា next មកអូខេត្រង់ចំណុចនេះយើងត្រូវបំពេញព័ត៌មានដូចជាថ្ងៃខែឆ្នាំកំណើតអញ្ចឹងយើងដាក់មកខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ថ្ងៃ10ខែម៉ានខែ5មេឆ្នាំម៉ានខ្ញុំដាក់ថាឆ្នាំ2005 2002ចុះដែលយើងក៏ដាក់2000ចុះឆ្នាំ2000អញ្ចឹងវាមានថ្ងៃខែឆ្នាំហើយបន្តមកយើងដាក់page បើយើងប្រុសយើងដាក់ថាប្រុសមកយើងស្រីយើង select female មកអញ្ចឹងខ្ញុំប្រុសខ្ញុំដាក់ថា male អូខេហើយបន្តមកយើងចុចពាក្យថា next អូខេកន្លែងនេះវានឹង generate auto ឲ្យយើងតែម្ដងក៏ប៉ុន្តែដោយសារតែយើងចង់បានឈ្មោះ email ដែលយើងចង់បានអញ្ចឹងយើងអាចយកពាក្យថា create your own Gmail address អញ្ចឹងយកពាក្យថា create your own Gmail address select វាមកអញ្ចឹងយើងវានឹងឲ្យយើងបង្កើតអញ្ចឹងខ្ញុំដាក់ថាសេឡាឧត្តមសេឡាឧត្តម
សាលាឧត្តម168ចាំឧទាហរណ៍168ចឹង @gmail ហ្នឹង domain វាមានស្រាប់ហើយយើងបាច់តិចទេចឹងយើងយកពាក្យថា next តមកយើងគេឲ្យយើងបង្កើត password ចឹង password ខ្ញុំសុំយើងដាក់ password អ្វីដែលយើងគិតថាវាងាយស្រួលមកអូខេអញ្ចឹងយើងបានដាក់ password ហើយយើងបន្តមកយើងពាក្យថា done ហើយយើងចុចពាក្យថា next កន្លែងនេះគេឲ្យយើងបង្កើតឲ្យយើងដាក់លេខទូរស័ព្ទអញ្ចឹងយើងដាក់លេខទូរស័ព្ទមកខ្ញុំដាក់លេខទូរស័ព្ទខ្ញុំមកអូខេបន្ទាប់មកគេឲ្យដាក់លេខទូរស័ព្ទហើយយើងចុចពាក្យថា next ហើយបន្ទាប់មកយើងនឹងទៅ check មើលលេខកូដដែលគេផ្ញើចូលលេខទូរស័ព្ទរបស់យើងណាចឹងខ្ញុំទៅ check អូខេឥឡូវយើងទទួលបានលេខកូដហើយអញ្ចឹងយើងបញ្ចូលលេខកូដទាំងអស់គ្នាមកដូចជាឥឡូវខ្ញុំសុំដាក់ទីសិនអូខេបន្ទាប់មកយើងបានលេខកូដហើយយើងចុចពាក្យថា next មកអូខេអញ្ចឹងយើង confirm ថាយកemail មួយហ្នឹងអញ្ចឹងយើងចូលពាក្យថា next មកអូខេយើងអូខេ agree យើងយកពាក្យថា done មកអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងទទួលបាន email មួយដែលយើងអាចប្រើប្រាស់សម្រាប់ការងារតខ្លួនឬក៏អាចប្រើប្រាស់សម្រាប់ធ្វើការក៏បានដែរអញ្ចឹងខ្ញុំសម្បត្តិកន្លែងនេះអញ្ចឹងខ្ញុំបាន email មួយសម្រាប់ធ្វើការឬក៏អាចប្រើប្រាស់ផ្សេងៗអញ្ចឹងយើងមើលមកព័ត៌មានដែលយើងមានអូខេអញ្ចឹងយកដូចជាសាលាឧត្តម168 @gmail.com អញ្ចឹងយើងទទួលបាន email មួយដែលអាចប្រើប្រាស់ជាផ្លូវការបានអញ្ចឹងអរគុណច្រើនសម្រាប់ការមើលវីដេអូហើយដើម្បីជាការលើកទឹកចិត្តសូមបងប្អូនចុច like ហើយនិង subscribe មក channel ថ្មីរបស់ខ្ញុំដើម្បីទទួលបានការដំណោះស្រាយឬក៏ការធ្វើវីដេអូទាក់ទងទៅនឹងចំណេះដឹងផ្សេងៗអរគុណច្រើន